សួស្តីបងប្អូនទាំងគ្នានេះគឺជាវីដេអូដំបូងរបស់ខ្ញុំដែលខ្ញុំធ្វើមាតិកានេះឡើងគឺខ្ញុំនិយាយពីរឿងរបស់ខ្ញុំហើយនឹងនារីម្នាក់បដ ாய் នេះគឺជាមាតិការបស់ខ្ញុំទាក់ទងនឹង private love គឺខ្ញុំនិយាយពីស្នេហារបស់ខ្ញុំជាមួយនារីម្នាក់ហ្នឹងគាត់មានស្នេហាមួយខ្ញុំប៉ុន្តែគាត់អត់ show ទេអញ្ចឹងខ្ញុំមានស្នេហាមួយគាត់រយៈពេលអាចនឹងជិតចូល3ឆ្នាំដែរប៉ុន្តែខ្ញុំអត់ show out ទៅកាន់អ្នកណាទេសង្ឃឹមថាវីដេអូមួយនេះបើសិនជាគាត់បានឃើញខ្ញុំសុំគាត់នៅក្នុងវីដេអូហ្នឹងហ្មងព្រោះខ្ញុំចង់និយាយពីគាត់ហើយនឹងខ្ញុំដោយសារតែតំណែងរបស់ខ្ញុំវា private វាជាលើកទី1សម្រាប់ខ្ញុំវាលើកទី1ហ្មងគឺខ្ញុំអត់ដែលមានស្នេហា private ទេពីមុនខ្ញុំមានស្នេហាប៉ុន្តែខ្ញុំ show ខ្ញុំអាច post ឬក៏មានពេលវេលាដើរលេងមួយគ្នាញ៉ាំអីមួយគ្នាឬក៏ថតរូបផុសអីមួយគ្នាអញ្ចឹងណាប៉ុន្តែដល់ពេលខ្ញុំមានការបែកបាក់ជាមួយអ្នកមុនក៏ខ្ញុំមកជួបអ្នកក្រោយខ្ញុំក៏ដឹងថាខ្លាចជាស្នេហា private បែបនេះហើយក៏ខ្ញុំមានជា content នឹងកើតឡើងមក